បញ្ហាកង្វះទឹកស្អាតនិងប្រើប្រាស់ទឹកគ្មានអនាម័យគឺជាបញ្ហាប្រឈមមួយដ៏សំខាន់ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទជាក់ស្ដែងដូចជាប្រជាពលរដ្ឋដែលរស់នៅភូមិក្តោយនិងភូមិរយលើដោយសហគមន៍ទាំងពីរនេះស្ថិតនៅក្នុងតំបន់ដាច់ស្រយាលចម្ងាយ75គីឡូម៉ែត្រពីស្រុកកោះញែកនិង175គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរីនៅរដូវប្រាំងត្រពាំងបឹងបួរទ្ររិញហួតហែងធ្វើឲ្យប្រជាជនជួបការលំបាកក្នុងការស្វែងរកទឹកយកមកប្រើប្រាស់ប្រចាំថ្ងៃរេត្រូសកបរិយឡៃបង្ខ្វះតាកតើដល់លើហាន់បុកតាករិយោរីបង្ងាយបាក់តាច់បាក់ឯតែឡាគួយតាកទៅប្រឈាត់ទៅរត់ក្លោកអាណាប់រេតែនៅរេតែគួយរំគួយទៅតលីវេអញដងអញអើនបាទមិនតែប៉ុណ្ណោះប្រជាជនមួយចំនួនត្រូវបង្ខំចិត្តទិញទឹកដើម្បីយកមកប្រើប្រាស់ដែលនេះជាប្រភពចំណាយមួយទៀតសម្រាប់គ្រួសារដែលកំពុងមានជីវភាពខ្វះខាតអ្នកស្រុកអ្នកភូមិខ្ញុំពិបាកខ្លាំងណាស់លោកគ្រូពិបាកថាមកដើរទៅដងទឹកឆ្ងាយអ្នកគេមានម៉ូតូអត់ពិបាកទេគេមានម៉ូតូគេជិះដល់ពេលក្រុមគ្រួសារខ្ញុំអត់មានម៉ូតូជិះទេដើរដងទឹកតែមកទៅមកជាង10គីឡូដីហើយណាមួយបាក់ក្នុងទឹកអូហ្នឹងក៏តែរីងខែប្រាំងរីងទឹកអស់អត់មានទឹកប្រើទេជីកដងមកបានទឹកប្រើហើយជីកតំណឹងមួយតំណឹងផឹកតំណឹងអត់មានទឹកប្រើទេលោកគ្រូសហគមន៍កັບស្អើមណាគេការលំបាកលេគេតាក់ប្រើទេភូមិក្តោយរមារិយោលើអាបាល់បង្កេះខ្មៃកើណាគឺតិអេអូរេតាក់ប្រើគឺប្រើតិចវាងទៅបង្តាស់ឡាប៉ាឡនរេបលគេជុរពុកអតាពុកអនហោពុកអាងារេដើម្បីចូលរួមចំណែកដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលជួបប្រទះនៅបញ្ហាទាំងអស់នេះអង្គការការីតាសកម្ពុជាបានធ្វើការសហការជាមួយនឹងអាជ្ញាធរភូមិឃុំដោយបានកសាងនៅអណ្ដូងបូមទឹកដើរដោយប្រព័ន្ធព្រះអាទិត្យប្រព័ន្ធទឹកស្អាតតាមផ្ទះនិងប្រព័ន្ធទឹកស្អាតនៅក្នុងសាលារៀនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្ញុំបានទឹកខាងអង្គការកាតាសចូលមកស្រួលឥឡូវបានដាំបាយដាំទឹកមានយើងអត់មាននេះធុងចំមាស់ទេដាំទឹកក្តៅយើងមានធុងចំមាស់យើងដាក់ទឹកក្នុងធុងចំមាស់បានទឹកកូនមួយបោកអាវក៏ស្រួលហើយយើងបានស្រោចបន្លែដាំដំណាំហូបហើយពីដាំដំណាំយើងបានចិញ្ចឹមមាន់ចិញ្ចឹមអីយកទឹកហ្នឹងទៅដាក់ចិញ្ចឹមមាន់ចិញ្ចឹមអីស្រោចទឹកជ្រូកមានអីដាក់ស្រោចទឹកជ្រូកក៏ស្រួលយើងអត់ពិបាកហត់ទៅដងទឹកឆ្ងាយខ្ញុំសួរស្រីអបខ្ញុំរៀនសាលាបឋមក្តោយខ្ញុំស្អាតចិត្តណាស់ដែលសាលាខ្ញុំមានទឹកប្រើខ្ញុំសូមអរគុណដល់អូបូតែកតានអរគុណតាការតាសរមកអប៊ឺតែគេអភិវឌ្ឍត្រឹមភូមិឃុំរបស់កັບតានត្រេកអងហ្នឹងហើយតែតានអរគុណ